ពីមុនធ្លាប់តែលើគេនិយាយថាកន្លែងនេះគឺជារបស់រដ្ឋឬក៏ទីតាំងនេះគឺជាសម្បត្តិរបស់រដ្ឋចឹងអ្នកទាំងអស់គ្នាដឹងអត់ថាអ្វីខ្លះដែលត្រូវបានរាប់បញ្ចូលជាសម្បត្តិរបស់រដ្ឋទ្រព្យសម្បត្តិរបស់រដ្ឋគឺជាទ្រព្យសម្បត្តិទាំងឡាយណាដែលមិនមែនជាកម្មសិទ្ធិរបស់ឯកជនហើយត្រូវបានបែងចែកជាពីរគឺទី1ទ្រព្យសម្បត្តិរដ្ឋដែលកើតឡើងតាមធម្មជាតិរួមមានសមុទ្រកោះភ្នំព្រៃឈើទន្លេស្ទឹងបឹងរាយគ្រប់ប្រភេទធនធានជលផលព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលស្ថិតក្រោមអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជាទី2ទ្រព្យសម្បត្តិរដ្ឋដែលកើតឡើងដោយអំពើរបស់មនុស្សដែលជាអាចទូមានទ្រព្យសម្បត្តិដែលជាបេតិកភណ្ឌវប្បធម៌សំណង់ប្រវត្តិសាស្ត្ររមណីយដ្ឋានប្រវត្តិសាស្ត្រសំណង់សាសនានិងមូលដ្ឋានការពារប្រទេសជាដើមនិងមួយទៀតគឺទ្រព្យសម្បត្តិដែលទទួលបានតាមរយៈការផ្ទេរកម្មសិទ្ធិមកជាសម្បត្តិរដ្ឋដោយប្រើប្រាស់ឬមិនប្រើប្រាស់ថវិការដ្ឋទូយ៉ាងដូចជាការទិញការដូរទ្រព្យគ្មានម្ចាស់គ្រប់គ្រងការរឹបអូសដោយសេចក្តីសម្រេចជាស្ថាពររបស់តុលាការព្រមទាំងទ្រព្យសម្បត្តិដែលរដ្ឋទទួលបានដោយមធ្យោបាយស្របច្បាប់ផ្សេងទៀតជួបគ្នានៅវីដេអូបន្ទាប់